អត្ថន័យនៃពិធីស្រង់ព្រះពិធីស្រង់ព្រះគឺជាកិច្ចមួយដែលខេមរៈពុទ្ធសាសនិកតែងតែធ្វើនៅថ្ងៃទី3នៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិពាក្យថាស្រង់ព្រះមានន័យថាលាងសម្អាតដោយទឹកសំដៅដល់ការបោសនិងលាងសម្អាតវត្ថុជាទីសក្ការៈទាំងឡាយដូចជាព្រះពុទ្ធបដិមាទេវបដិមាព្រះសង្ឃមាតាបិតានិងចាស់ព្រឹទ្ធាចារ្យជាដើមដែលជាបុគ្គលខ្ពង់ខ្ពស់ទៅដោយគុណមានសិលគុណជាដើមចំណែកអ្នកដែលស្លាប់ទៅហើយគេក៏អាចបោសសម្អាតអធិធាតុរបស់អ្នកទាំងនោះបានដែរតាមការបង្រៀនរបស់ព្រះពុទ្ធបុគ្គលដែលស្រង់ព្រះដូចបានរៀបរាប់មកនេះនឹងបានអានិសង្សដូចជារូបកាយស្រស់ស្អាតនិងគ្មានរោគគាជាដើមហើយនៅក្នុងពិធីស្រង់ព្រះនេះមានបង្កប់អត្ថន័យសំខាន់ចំនួន2ដោយអត្ថន័យទី1ចំពោះការស្រង់ព្រះពុទ្ធបដិមាគឺជាការលាងនិងបោសសម្អាតព្រះពុទ្ធបដិមានិងអាសនៈព្រះពុទ្ធបដិមាជាដើមឲ្យបានស្អាតល្អចំពោះការស្រង់ព្រះសង្ឃជាពិសេសការស្រង់មាតាបិតានិងចាស់ព្រឹទ្ធាចារ្យនោះគឺដោយសារអំឡុងពេលមុននិងក្រោយបុណ្យចូលឆ្នាំថ្មីគឺជារដូវកាលដែលមានអាកាសធាតុក្តៅខ្លាំងជាងពេលណានៃឆ្នាំនិងមានធូលីដ៏ច្រើនអំឡុងពេលនេះមនុស្សគ្រប់គ្នាជាពិសេសមនុស្សចាស់ទុំក្តៅស្អុះស្អាប់ត្រូវការទឹកប្រើប្រាស់ច្រើនជាងពេលណាទាំងអស់នៃឆ្នាំប៉ុន្តែពួកគាត់ដែលជាមនុស្សចាស់ពិបាកទៅដងទឹកពីស្រះពីអណ្ដូងដោយខ្លួនគាត់ដូច្នេះពិធីស្រង់ព្រះគឺជាការក្រើនរំលឹកដល់កូនចៅឲ្យយកចិត្តទុកដាក់ផ្គត់ផ្គង់ទឹកដល់មាតាបិតានិងចាស់ព្រឹទ្ធាចារ្យចាស់ជរាក្រីក្រឥតមានទីពឹងពំនាក់ជាដើមពោលគឺមិនមានតែឪពុកម្ដាយរបស់ខ្លួនឡើយឲ្យបានគ្រប់គ្រាន់នោះពេលដែលព្រះពុទ្ធបដិមាត្រូវបានសម្អាតព្រះសង្ឃមាតាបិតានិងមនុស្សចាស់ព្រឹទ្ធាចារ្យមនុស្សចាស់ក្រីក្រឥតទីពឹងពំនាក់បានប្រើប្រាស់ទឹកដែលពួកកូនចៅផ្គត់ផ្គង់នោះហើយក៏បានត្រជាក់ត្រជុំសុខសាន្តក្នុងខ្លួននោះហើយគឺជាប្រភពនៃបុណ្យកុសល